សួស្តីអ្នកទាំងអស់គ្នាចឹងនៅវីដេអូនេះយើងមកជួបគ្នានៅការរកលុយតាម app ទៀតហើយដោយខ្ញុំនឹងធ្វើការបង្ហាញទៅលើកម្មវិធីមួយនេះបងប្អូនដែលវាមានឈ្មោះបែបហ្នឹងហើយសម្រាប់បងប្អូនដែលគាត់មើលវីដេអូនេះហើយមិនតាន់ download ទេបងប្អូនទាំងអស់គ្នាមើលវីដេអូនេះសិនទៅ 3-4 នាទីសិនទៅចាំខ្ញុំនឹងធ្វើការប្រាប់នៅចំណុចមួយចំនួនបើសិនជាវាអាចរកលុយបានពិតចាំបងប្អូនទាំងអស់គ្នាធ្វើការ download តែបើសិនជាវាមិនអាចធ្វើការរកលុយបានពិតទេបងប្អូនទាំងអស់គ្នាមិនអាច download ទេបងប្អូនទាំងអស់គ្នាអាចគ្រាន់តែមើលដើម្បីកំសាន្តអីចឹងទៅដោយសារខ្ញុំនិយាយទៅតឡើងមកភ្លាមហ្នឹងគឺខ្ញុំអត់ទាន់បានចូលមើលទេឥឡូវនេះគឺខ្ញុំនឹងចូលទៅតែម្ដងបងប្អូនចូលទៅមើលតែម្ដងហើយខ្ញុំក៏សោកស្ដាយទៅលើ channel ដែលខ្ញុំមានពីមុនចំនួន 1k ជាងបងប្អូនហ្នឹងហើយនិយាយទៅស្ដាយមែនទែនតែអីទេយើងធ្វើអ្វីដែលថ្មីតោះឡើយបងប្អូនទាំងអស់គ្នាចូល play អូខេអញ្ចឹងយើងចូលមកកាន់កម្មវិធីនឹងទាំងអស់គ្នាហើយបងប្អូនទាំងអស់គ្នារងចាំមើលថាចំណុចណាដែលយើងអាចមើលជាមួយវាណាចឹងប្រភេទកម្មវិធីនេះវិញខ្ញុំក៏សុំនិយាយដែរបងប្អូនចឹងហើយតើតងមួយកម្មវិធីដែលយើងធ្វើការចូលមកមុនដំបូងណាហ្នឹងហើយខ្ញុំនឹងប្រាប់ចំណុចដែលមួយចំនួនហ្នឹងហើយអ្នកគ្នាមើលចាឥឡូវគេឲ្យយើងធ្វើការ play ចឹងយើងធ្វើការ play សិនអ្នកគ្នាចាអូខេចឹងការ play ជាដំបូងគេឲ្យយើងធ្វើអានេះចុចមកអូខេចឹងមកកន្លែងនេះទៀតខ្ញុំចុចចឹងគេឲ្យយើងចុចអាខាងក្រោមនេះយើងចុចមកទៀតយ៉ាចុច5អូអានេះខ្ញុំមិនដឹងថាគេឲ្យបាញ់អីទេបងប្អូនគេឲ្យបើកអូតូយ៉ាគេឲ្យបើកអូតូអញ្ចឹងចុចអូតូមកអូវាបាញ់អូលុយ79បងប្អូន79នេះប្រហែលជា79ឡាមើលទៅអូមែនទេបងប្អូនហ្នឹងហើយអញ្ចឹងលុយនេះវាលោទៅ79គឺគ្រាន់តែចលុយកាក់ធម្មតាទេហើយកន្លែងនេះគេឲ្យយើងចុចទៀតនេះចុចទៅហ្នឹងហើយយើងចុចយក credit មកអញ្ចឹងយើងឡើង100ជាងយ៉ាឥឡូវឡើង level ទៀតហើយបងប្អូនយកអូថែម50ទៀតយើងចុចមកអញ្ចឹងបាន201អញ្ចឹង201អញ្ចឹងយើងគេឲ្យយើងធ្វើការឆេងហ្នឹងហើយអូខេបងប្អូនទាំងគ្នាឥឡូវនេះគឺកន្លែងនេះគឺគេឲ្យយើងធ្វើការអូ3ម៉ោងអញ្ចឹងយើងធ្វើការ share លុយទៅ PayPal ចំនួន3ម៉ោងចុច continue ទៀតបងប្អូនយ៉ាអូខេអញ្ចឹងលុយហ្នឹងគឺវានឹងចាប់ដើម reset ទៅក្នុងនេះក្នុង PayPal របស់យើងបងប្អូនយ៉ាអូខេឥឡូវរងចាំមើលសិនហើយកន្លែងយើងធ្វើការដាក់ PayPal អីចុះបងប្អូនយ៉ាអូខេអញ្ចឹងមកកន្លែងនេះវិញនេះគេដាក់ថា keep playing យ៉ាអូខេអញ្ចឹងយើងអត់អាចធ្វើការដកបានទេតើលុយនេះធ្វើការ repay ទៅយើងអញ្ចឹងណាបងប្អូនហ្នឹងហើយកន្លែងនេះយើងមកមើលអញ្ចឹងយើងអាចធ្វើការបង្វិលជា spin ជាអីអញ្ចឹងទៅតែខ្ញុំអត់ទេបងប្អូននឹងចំពោះកម្មវិធីនេះក៏ខ្ញុំសូមធ្វើការនិយាយតិចទៅបងប្អូនទាំងអស់គ្នាប្រហែលជាបងប្អូនទាំងអស់គ្នាគិតថាកម្មវិធីនេះអាចដកលុយបានប្រកបហើយតែសម្រាប់ខ្ញុំទៅលើកម្មវិធីនេះយើងអាចដកបានមួយសេនដំបូងហ្នឹងហើយតែដល់ពេលក្រោយទៀតបងប្អូនទាំងអស់គ្នាអាចធ្វើការដកបានទេហ្នឹងហើយកម្មវិធីគឺគេបញ្ឆោតយើងបែបហ្នឹងចុះបងប្អូនទាំងអស់គ្នាស្ដាប់ខ្ញុំមិនតាន់ណាលុយទាំងអស់នេះយើងនឹងធ្វើការអាប់វាទៅជាលុយនៅក្នុង Play PayPal នេះចឹងអ្នកគ្នាស្ដាប់ឲ្យតាន់លុយនេះណាបដូរទៅជាលុយនៅក្នុង PayPal នេះចឹងដំបូងគឺយើងដកបានតែមួយសេននេះហើយក្រោយមកទៀតយើងរកបានច្រើន10 ដុល្លារ20 ដុល្លារក៏យើងអាចដកបានដែរបងប្អូនសង្ឃឹមថាបងប្អូនទាំងអស់គ្នាស្ដាប់មិនច្រឡំចុះហ្នឹងហើយនៅក្នុងវីដេអូនេះគឺខ្ញុំមានតែប៉ុណ្្នឹងទេដើម្បីចែកម្លែកទៅកាន់បងប្អូនទាំងអស់គ្នាចឹងជួបគ្នានៅវីដេអូបន្តទៀតបើសិនជាមានកម្មវិធីណាដែលនិយាយទៅវាដកលុយបានបងប្អូនទាំងអស់គ្នាអាច comment សួរឲ្យដាក់ឈ្មោះវាមកខ្ញុំបានយ៉ា